អ្នកសិល្បៈជាច្រើនបង្ហាញការតក់ស្លុតទទួលយកមិនបានក្រោយពីតារាសម្ដែងឆ្នើមលោកអ៊ុនសធាទទួលមរណភាពដោយសារជំងឺកាចសាហាវមហាជននិងអ្នកសិល្បៈជាច្រើនរូបជាពិសេសអ្នកគាំទ្រតារាសម្ដែងប្រុសលោកអ៊ុនសធាបង្ហាញក្តីតក់ស្លុតនិងភ្ញាក់ផ្អើលខ្លាំងក្រោយពីទទួលបានដំណឹងសោកសៅថាតារាឆ្នើមល្បីឈ្មោះរូបនេះបានទទួលមរណភាពទាំងវ័យក្មេងលោកអ៊ុនសធាដែលជាតារាសម្ដែងលំដាប់ជួរមុខតារាបង្ហាញម៉ូដនិងជាពិធីករដ៏ល្បីឈ្មោះនៅកម្ពុជាបានទទួលមរណភាពក្នុងវ័យ42ឆ្នាំកាលពីល្ងាចថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025យ៉ាងណាមិញបើតាមលោកស្រីចនច័ន្ទលក្ខណៈតារាជើងចាស់មួយរូបបានបញ្ជាក់ថាលោកបានកើតមានជំងឺដំបៅក្រពះពោះវៀនធ្ងន់ធ្ងរនិងទឹកដក់ក្នុងពោះដោយពិធីបុណ្យសពតារាប្រុសរូបនេះប្រព្រឹត្តទៅនៅផ្ទះលេខ 1B ផ្លូវលេខ17ភូមិពប្រក់ខាងត្បូងសង្កាត់កាកាប់ទី1ខណ្ឌពោធិ៍សែនជ័យហើយសពរបស់លោកនឹងត្រូវយកទៅបូជានៅវត្តពោធិសត្ថារាមហៅវត្តពោធិ៍ចិនតុងសូមបញ្ជាក់ជូនថាលោកអ៊ុនសធាគឺជាតារាសម្ដែងដែលមានឈ្មោះបោះសម្លេងល្បីល្បាញក្នុងពិភពសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយជាពិសេសបានបន្សល់ទុកនូវស្នាដៃតាមរយៈការសម្ដែងក្នុងខ្សែភាពយន្តចម្រៀងខារ៉ាអូខេនិងការងារសិល្បៈជាច្រើនដែលតែងតែទទួលបានការស្រឡាញ់ចូលចិត្តនិងការសរសើរពីសំណាក់រៀមច្បងនិងអ្នកសិល្បៈជំនាន់ក្រោយជាពិសេសលោកក៏ជាតួអង្គដ៏សំខាន់ក្នុងរឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបរមីដែលជាភាពយន្តឆ្លុះបញ្ចាំងពីជីវិតតស៊ូរំដោះប្រទេសកម្ពុជាជាប្រវត្តិសាស្ត្ររបស់សម្ដេចតេជោហ៊ុនសែនថែមទៀតផងមរណភាពរបស់តារាសម្ដែងលោកអ៊ុនសធាមិនមែនត្រឹមតែជាការបាត់បង់របស់ក្រុមគ្រួសារប៉ុណ្ណោះទេប៉ុន្តែជាការបាត់បង់ធនធានមនុស្សដ៏សំខាន់ម្នាក់សម្រាប់វិស័យសិល្បៈវប្បធម៌ជាតិផងដែរដែលលោកតែងតែចូលរួមយ៉ាងសកម្មក្នុងអាជីពសិល្បៈប្រកបដោយសមត្ថភាពឆ្លៀវវៃទេពកោសល្យនិងការខិតខំប្រឹងប្រែងឥតឈប់ឈរដែលបានបំផុសស្នាដៃជាច្រើនឲ្យក្លាយជាកេរដំណែលដល់អ្នកជំនាន់ក្រោយអស់បញ្ហាការប្រាក់ទាបជាមួយសេវាកម្មរំលោះម៉ូតូដោយគ្មានប្រាក់កក់មុនបងនឹងខ្លាចជាម្ចាស់ម៉ូតូក្នុងក្តីស្រមៃគ្រាន់តែមានឯកសារតែពីរមុខតែប៉ុណ្ណោះទី1អត្តសញ្ញាណប័ណ្ណទី2សៀវភៅគ្រួសារមានតែឯកសារតែពីរមុខនេះក៏អាចយកម៉ូតូដ៏ស្រស់ស្អាតទៅប្រើប្រាស់បានដែរអូអតិថិជនដែលខូច CDC ក៏អាចបង់រំលោះម៉ូតូបានដូចគ្នាដាក់ឯកសារហាងគេអត់ជាប់កុំបារម្ភហាងយើងអាចជួយសម្រួលបានជាសួរបងសួរអំពីសេវាកម្មមលួសពីអតិថិជនដែលគាត់ធ្លាប់គាត់មលួសជាមួយយើងហើយដាក់លឿនអត់បងសុំសួរពីយោបល់បងបាទវាលឿនហើយវាស្រួលវាអត់ញ៉ៃទៀតហើយណាមួយតម្លៃទៀបជាងគេនិយាយរួមខ្ញុំដើរឆែអស់ហើយមានកន្លែងគាត់ឲ្យថោកជាងគេអំពីទៀបហ្មងបាទទៀបហ្មងទៀបណា